ទាំងចំណេះដឹងទាំងហិរញ្ញវត្ថុនេះកើតចេញពីវប្បធម៌សពថ្ងៃគឺយើងព្រួលប្តេករំពឹងទៅលើគ្រួសារភ្លេចខ្លួនថាខ្លួនឯងជាអ្នកណាបងទៅចាំឯករាជ្យភាពហិរញ្ញវត្ថុឯករាជ្យភាពទៅលើចំណេះដឹងឯករាជ្យភាពទៅលើចំណេះដឹងអត់មានអ្នកណាជួយបងអូនបានទេមើលបងអូនណាលើកដៃឆ្លោយចាំសួរបងមកឆ្លើយប្រាប់បងមកមើលមានពីណាគេមកឈឺជំនួសយើងបានទេមានពីណាគេសប្បាយជំនួសយើងបានទេមានពីណាគេកើតទុកជំនួសយើងបានទេមានពីណាគេឲ្យលុយយើងចាយគ្រប់ពេលបានទេមានពីណាផ្ដល់គំនិតឲ្យយើងបង្កើតជាក្រុមដែលអស្ចារ្យបានទេបាទមានពីណាសាលាណាបង្កើតឲ្យយើងខ្លាយទៅជាឲ្យតែរៀនឲ្យខ្លាយទៅជារដ្ឋមន្ត្រីបានទេបាទទាំងអស់នេះគឺនៅលើខ្លួនឯងទាំងអស់ក៏ប៉ុន្តែមនុស្សជាច្រើនចូលចិត្តដាក់ការគិតទាំងអស់នេះទៅលើក្រុមចូលចិត្តដាក់ការគិតទៅលើគ្រួសារអត់ទៅរួចឯករាជ្យភាពរបស់បុគ្គលជារឿងសំខាន់ផុតនិយាយនេះទៅនិយាយឲ្យទៅត្រឡប់ទៅវិញរត់ចង់ផ្ទះបាត់អស់តាខ្ញុំត្រូវការឯកភាពលេងចូលផ្ទះត្រាច់បដោមិនមែនទេគឺនៅជាមួយគ្រួសារប៉ុន្តែទាមទារគេឯកភាពរៀនធ្វើជាម្ចាស់ការដោយខ្លួនឯងមិនបានដាក់ការគិតទៅលើគ្រួសារតែប្រសិនបើគ្រួសារមានការអប់រំខ្ពស់នេះស្មាតោជា example នេះបើមានកំណត់ដូចវាគ្មិនដូចព្រះអង្គដូចអាដាមឯទីនេះអូនអាចដាក់ការគិតទៅលើគាត់បានច្រើនលុះត្រាតែបងអូនរៀនដល់ Master ដល់ PhD អានឹងចាំដកការគិតពីគាត់តែគ្រួសារខ្លះបងអូនអើយស្មាតោគាត់មិនទាំងបានរៀនផងនោះហេតុអីបានយើងដាក់ការគិតទៅលើគាត់ហេតុអីបានយើងគេហៅថាប្តេកផ្ដួលទៅលើការអូសទាញពីមនុស្សជុំវិញខ្លួនតែគ្មានសមត្ថភាពក្នុងការអូសទាញយើងទៅផ្លូវត្របាននិយាយនេះបងអូនទៅគិតតិចច្រឡំទៅបកប្រែថាអូមនីវ៉ាន់នឹងទេនិយាយឲ្យមនុស្សម្នាក់ត្រូវតែចាក់ចេញពីគ្រួសារឈប់ស្រាប់ប្រពុកស្រាប់ដៃមិនមែនទេរៀនភាពជាម្ចាស់ការបើស្រាប់គាត់ត្រូវបងអូនធ្វើតាមគ្រួសារល្អត្រូវធ្វើតាមខ្ញុំឃើញតែម្ដងគឺវាជាអាចកំបាំងបាទអញ្ចឹងមនុស្សតែងតែច្រឡំបងអូនត្រូវស្រាប់បងអូនត្រូវច្រឡំគេថាមនុស្សនេះប្រកែតែនិយាយនឹងគេរីគុណច្រើនតែប្រកែតែនិយាយឃើញតែដើរនិយាយមនុស្សនេះប្រកែធ្វើបាទប្រហែលជាមានអ្នកខ្លះនិយាយខុសអាចនឹងខុសធ្វើខុសអាចនឹងខុសប៉ុន្តែខ្ញុំសូមជំរាបបងប្អូនថាកុំចេះតែជឿពាក្យគេនិយាយស្ដាប់ខ្ញុំនៅទីនេះអាយដាមភឿនសំណេរនៅទីនេះមនុស្សខ្លះប្រកែនិយាយមែនបាទគេចេះតែនិយាយទេគេអត់ចេះធ្វើទេឥឡូវខ្ញុំមកថតដូចគ្រូបងអូននឹងឲ្យគាត់ធ្វើអីគាត់ចេះតែបរៀនគ្រូបរៀននឹងចេះតែនិយាយនឹងឯងកើតមកគឺគេឲ្យរៀននិយាយគេឲ្យបង្រៀនគឺគេចេះតែនិយាយតែធ្វើឲ្យកើតលោកគ្រូឲ្យគាត់ទៅលក់កាទៀវខាតបាត់មែនតែគេឲ្យគាត់រៀននិយាយបាទគេឲ្យគាត់រៀនបរៀនហ្នឹងហើយអ្នកខ្លះថាអត់ទេហ្នឹងប្រកែតែនិយាយនិយាយមែនទី1ដងវិធម្មជាតិទី2គេរៀនណាអ្នកធ្វើនិយាយកើតទេបើអ្នកធ្វើឲ្យប្រកែនិយាយទៀតគឺ the best នៅប្រទេសក្រៅគឺភាគច្រើនអ្នកដែលប្រកែធ្វើគឺប្រកែនិយាយតែស្អីគឺប្រកែអានសៀវភៅអ្នកខ្លះចូលចិត្តថាឃើញតែនិយាយបានតែនិយាយមិនដែរធ្វើទេគេអត់ត្រូវធ្វើទេគេនិយាយបាទគេនិពន្ធសៀវភៅអ្នកនិពន្ធសៀវភៅក៏មិនប្រកាសតែមករកស៊ីប្រកែបាទអ្នករកស៊ីមិនអាចនិពន្ធសៀវភៅកើតអញ្ចឹងមនុស្សវាមានរបៀបរបស់ពួកគេម៉ោងនេះអត់ដឹងធ្វើអីទោះបីចូលសិក្ខាសាលាជាការឆ្លៀតលេង Facebook អត់ចូលចិត្តស្ដាប់មនុស្សខ្លះធ្វើការឆ្លៀតលេង Facebook សំបីតែម៉ោងប្រចាំថ្ងៃអត់ដឹងធ្វើអីទី2បងអូនចង់បានអីខ្ញុំបានឈ្មោះមនីវ៉ាន់ខ្ញុំសួរមនុស្សជាច្រើនតើអ្នកឯងចង់បានអីចម្លើយគឺថាខ្ញុំមិនដឹងថាខ្ញុំចង់បានអីស្រេចបដោតអូនឯងគិតមើលសំបីតែចង់បានអីណាថាអាដែលចង់បានធ្វើមិនបានមិនទាន់គិតទេសំបីថាខ្ញុំសួរថារហងៃនោះរស់អីហើយចង់បានអីនោះគាត់មិនដឹងឆ្លើយថាម៉េចផងអញ្ចឹងបើសិនជាបងអូនខ្លាយទៅជាមនុស្សម្នាក់មិនដឹងថាចង់បានអីនឹងចប់បាត់ចប់បងអូនទិសដៅនៃការអភិវឌ្ឍធនធានមនុស្សទិសដៅនៃការខ្លាយខ្លួនជាអ្នកដឹកនាំប្រកែមានទិសដៅពីចំណាស់ហើយមានទិសដៅច្បាស់លាស់ណាស់បើសិក្ខាសាលានៅពេលណាមួយនិយាយអំពី
ការដើម្បីអភិវឌ្ឍខ្លួនខ្លាយជាអ្នកបកកែដឹកនាំហ្នឹងគឺយើងទៅខ្ញុំអាចចូលរួមបានជឿថាដល់ពេលនេះគឺចូលបានព្រះអង្គហ្នឹងតែវាគ្មិនជាអ្នកអាចចូលរួមបានយើងមានច្រើនហើយក្នុងทีมរបស់ខ្ញុំ share បន្តិច team ខ្ញុំសិតតែ multi educate from different country មកពីក្រៅប្រទេសខុសគ្នាទាំងអស់មកពីជប៉ុនមកពីអង់គ្លេសមកពីអាមេរិកមកពីអូស្ត្រាលីមកពីអាល្លឺម៉ង់មកពី Finland មកពី different educate different culture ហើយយើងcombine ចូលគ្នានៅក្នុង platform មួយយើង build the same perspective the same mission and visionary កៅ mission and visionary team ហ្នឹងនេះគឺ team បងអថ្ងៃហ្នឹងអញ្ចឹងបងត្រូវតែដឹងថាខ្លួនឯងចង់បានអីខ្លួនឯងត្រូវធ្វើអីហើយទៅ team យ៉ាងម៉េចមួយទៀតការបែងចែកពេលវេលាខ្ញុំនិយាយពីរឿងអីក៏ដោយជីវិតមនុស្សត្រូវតែស្គាល់អ្វីជាការចាំបាច់អ្វីជាការចាំបាច់បំផុតសប្តាហ៍ថ្ងៃមនុស្សចង្កោតវែងវិវត្តសង្សារមិនដឹងថាពេលអនាគតសំបីតែជុំវិញខ្លួនគាត់អត់ដឹងថាខ្វះអីផងនៅក្នុងសង្គមគាត់នៅក្នុងគ្រួសារគាត់នៅក្នុងឃុំរបស់គាត់នៅក្នុងស្រុករបស់គាត់អត់ដឹងថាខ្វះអីបងជែកមកបាននិយាយភាសាមួយម៉ាត់ការលំបាកគឺជាការលំបាកកាលណាមានការលំបាកគឺកើតចេញជាលុយការខ្វះស្អីក៏ដោយកន្លែងនិយាយថាមានឱកាសរៀនបានសាលាល្អមានគ្រូល្អមានបច្ចេកវិទ្យាប្រើប្រាស់សម្ភារៈទំនើបទាន់សម័យក៏ឲ្យល្អដែរប៉ុន្តែបងប្អូនកុំភ្លេចជាសម័យដែលបងប្អូនបាត់បង់ឱកាសបំផុតដោយសារបច្ចេកវិទ្យាប្រសិនបើបងប្អូនមិនចេះបច្ចេកវិទ្យាពីជំនាន់មុនជំនាន់ខ្ញុំអាដាមហ៊ឿនទំនៀងបកកែមិនបកកែគ្រាន់លើរៀនបកកែគឺបាត់បង់ឱកាសតែប៉ុណ្ណឹងឯងម៉ោងនេះគឺថែមបន្ទុកមួយទៀតគឺបច្ចេកវិទ្យាបើអត់ចេះបច្ចេកវិទ្យាទេបងប្អូននឹងបាត់បង់ឱកាសមួយអូតូម៉ាទិកហើយពិភពលោកគឺរស់ដោយបច្ចេកវិទ្យាអាដាមនៅក្រសួងសាធារណការដឹងហើយអាដាមសុនជាថ្ងៃមុនធ្វើសកលសាលាឆ្នាំ2030ពិភពលោកគេសឹងតែលោកបំបត្តិចោលឲ្យឡានប្រើសាំងគឺលេងផលិត2025ឡើងលេងផលិតឥឡូវនេះគឺឡានប្រើ EV car អស់ electric vehicle អស់ចាប់ផ្ដើមប្រើឡានដែលអត់ប្រើចាក់សាំងបងឃើញហ្នឹងបងឃើញការវិវត្តអញ្ចឹងបច្ចេកវិទ្យាអត់ដឹងថាស្អីថ្មីស្អែកនេះហើយមិនដឹងស្អីដែលស្លាប់ស្អែកទេបច្ចេកវិទ្យាមកសម្លាប់របបផងមនុស្សមកសម្លាប់ការងារផងមនុស្សមកសម្លាប់អ្វីផ្សេងគ្មានអ្នកណាដឹងអ្នកណាជឿថានៅជាដួលអ្នកណាជឿថាម៉ូតូដុល្លារដួលបាទអត់នឹកស្មានហើយម៉ោងនេះបងដឹងថាបច្ចេកវិទ្យាទៅលឿនជាងមនុស្សគិត AI គេហៅ artificial intelligence គេហៅបញ្ញាសិប្បនិម្មិតគិតជំនួសមនុស្សបានច្រើនណាស់អញ្ចឹងទេបងអូនត្រូវតែដើរខ្លួនឲ្យទាន់សម័យកាលវិស័យអប់រំសម័យថ្មីផងក៏ដូចជាដើរឲ្យទាន់សម័យកាលក្នុងសម័យនិវានុវត្តន៍គេហៅថាបច្ចេកវិទ្យាចុងក្រោយនេះផងអញ្ចឹងបើបងអូនប្រហែសបងអូននឹងនៅបាត់តារាងនៅក្នុងចំណោមមនុស្សដែលប្រើប្រាស់បច្ចេកវិទ្យាអញ្ចឹងមិនគួរឲ្យខ្លួននៅក្នុងបាតតារាងទេហើយពាក្យទាំងអស់នេះខ្ញុំជឿថានៅក្នុងផ្នែកណាមួយបងអូនស្ដាប់បងអូនស្ដាប់អាយដាមព្រឹងទំនៀងបងអូនស្រីម៉ូនីកាស្ដាប់ពីក្មិនយើងនៅទីនេះស្ដាប់ខ្ញុំបានខ្លះនេះយកទៅ apply យកទៅដាក់លើខ្លួនប្រាណរបស់ខ្លួនដើម្បីឲ្យខ្លួនខ្លាយទៅជាអ្វីមួយបានជៀសវាងការដែលមួយជីវិតមិនដឹងថាខ្លួនឯងចង់បានអីហើយមានទិសដៅអីហើយចុងក្រោយយើងរស់ដោយរបៀបណាបងអូនទោះបីបងអូនគ្មានសមត្ថភាពក្នុងការជួយគ្រួសារគ្មានសមត្ថភាពក្នុងការជួយដឹកនាំប្រទេសនេះដោយសម្ដេចនាយករដ្ឋមន្ត្រីដោយរដ្ឋមន្ត្រីរបស់យើងទាំងអស់ឧបនាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីរបស់យើងយ៉ាងហោចណាស់ក៏បងអូនត្រូវតែជួយខ្លួនឯងឲ្យបានក្រោយពីបងអូនជួយខ្លួនឯងបានខ្ញុំជឿថាបងអូននឹងមានលទ្ធភាពទៅជួយថ្នាក់ដឹកនាំយើងទៅជួយគ្រួសារយើងជួយកសាងជាតិរបស់យើងអ្វីដែលខ្ញុំ share ថ្ងៃនេះខ្ញុំក៏រៀនពីវាគ្មិនរបស់យើងរៀនពីព្រះអង្គបាទអ្វីដែលអស្ចារ្យខ្ញុំចង់បានគឺខ្ញុំចង់ឲ្យសង្គមជាតិខ្មែរប្រជាជនមានចំណេះដឹងគ្រប់គ្រាន់នៅក្នុងសម័យបច្ចេកវិទ្យាប្រជាជនខ្មែរមានធនធានមនុស្សល្អដើម្បីកសាងជាតិយើងមួយនេះឲ្យខ្លាយទៅជាជាតិមួយដែលមានចំណេះដឹងគ្រប់គ្រាន់ដើម្បីកសាងសេដ្ឋកិច្ចពាណិជ្ជកម្មទៅប្រកួតដោយតាន់ពិភពលោកទាំងមូលបាទអរគុណច្រើនខុសត្រូវអីសូមអភ័យទោសបាទអរគុណច្រើនបាទក៏ប៉ុន្តែពីក្មេងខ្ញុំជាក្មេងកំព្រាហ្នឹងក្មេងកំព្រាហើយកំព្រាដែលសារពុតសម្រាប់ម្ដាយទៅវាជារឿងគេហៅថារបត់នៃសង្គមវាមិនមែនជាការលំបាកតែយើងគឺលំបាកមកប្រទេសណាលំបាកមកប្រទេសតែម្ដង
ចឹងយើងមិនចង់យកថាការលំបាកនៃរបបសង្គមទាំងមូលវាជាការលំបាកសម្រាប់យើងនេះក៏ប៉ុន្តែសម្រាប់បុគ្គលម្នាក់ៗវាជួបការលំបាកអញ្ចឹងហ្នឹងហើយ លោកបណ្ឌិត